Hello guys, ngày nay cứ đo vệ dương thưa nôm đặc ấy cakeឬក៏នំឡើងហ្នឹងណាចឹងមុនដំបូងគឺយើងផ្សំគ្រឿងសិនហើយមាន3ក្រុមផ្សេងគ្នាក្រុមទី1មានអេកពងស្ករហើយនឹងទឹកក្រុមទី2មានម្សៅម្សៅ cake ហើយ SP baking powder meal powder ហើយ vanilla ចំណែកក្រុមទី3គឺមានតែ oil មួយទេចឹងគ្រឿងដំបូងគឺយើងយកគ្រឿងផ្សំទី1វាយឲ្យរលាយស្ករសិនមកគ្រឿងផ្សំទី1គឺមានពងមាន់ស្ករហើយនឹងទឹកវាយបញ្ចូលគ្នាឲ្យវារលាយស្ករសិនណាហើយចាំចាក់ក្រុមទី2ចូលវាយនេះវាយប្រើពេលប្រហែលជា6-7នាទីដែរចាហើយនេះក្រុមយើងបានលាបប្រេងឆានៅក្នុងប្រអប់នំពេលដែលចានេះបន្ទាប់ពីវាយក្រុមទី1ហើយគឺយើងចាក់ក្រុមទី2ចូលចាក្រុមទី2គឺមាន cake flour SP baking powder meal powder ហើយនឹងvanilla ប៉ុន្តែ vanilla តិចទៀតបានដាក់ចូលចានេះគេហៅ SP ចាគឺមិនមែនពងទាប្រៃទេណាចាកុំច្រឡំថាពងទាប្រៃ SP ហ្នឹងគឺពាក្យពេញរបស់គេគឺអីគេ sponge gel ហ្នឹងគឺគេធ្វើឲ្យវាមានមុខងារធ្វើឲ្យនំឡើងដូចនេះចឹងណាដូចអីគេពងវាអាចជំនួសពងសបានឬលោកគ្រូប្រាប់ចឹងចាហើយនេះដោយសារវាយចិត្តហើយគឺគ្នាយើងញាប់ដៃញាប់ជើងរៀបប្រអប់ដាក់ចាបន្ទាប់មកគឺលោកគ្រូបានតេស្តថាបើសិនជាវាវាយទៅហើយយើងចលក់ដៃចូលវាជាប់ដៃយើងហើយយើងបញ្ឈរទៅវាធ្លាក់មកវិញហ្នឹងគឺយើងនៅវាយទៀតប៉ុន្តែបើបញ្ឈរដៃទៅវាអត់បាក់មកវិញទេនៅឈរវាទៅណាទេអាហ្នឹងមានន័យថាសម្រាប់ហើយអញ្ចឹងណាពេលដែលដាក់ cake flour ម្សៅចូលហើយនិយាយទៅដាក់ក្រុមទី2នឹងចូលហើយគឺវាយប្រហែលជា6-7នាទីទៀតបងប្អូនប៉ុន្តែនេះវាយ6-7នាទីហ្នឹងដាក់រៀងលឿនវាយវារៀងលឿនអញ្ចឹងណាពេលដែលវាយលឿនហើយគឺគេចាប់ផ្ដើមបន្ថយម៉ាស៊ីនហើយចាក់ក្រុមទី3ចូលហ្មងក្រុមទី3ហ្នឹងគឺ oil ហ្នឹងហើយមានតែ oil មួយទេហើយកូរវាប្រហែលជា10នាទីកូរមិនមែនវាយចឹងទេនេះលោកគ្រូតេស្តមើលទៀតហើយចាឥឡូវគឺដល់វគ្គបន្ថយម៉ាស៊ីនហើយចាក់ក្រុមទី3ចូលអយនឹងឯងហើយកូរវាឲ្យសព្វប្រហែលជា10នាទីទៅគឺជាការស្រេចពេលកូរវាសព្វហើយទៅគឺស្រេចសម្រាប់ហើយគឺយើងចាក់ដាក់ពុំហើយវះមុខវាជា4ឲ្យវារីកប្រេះស្អាតចឹងណាតែអត់ដឹងនិយាយអីទេគឺអាចមើលវីដេអូបានវីដេអូនេះ6នាទី49វិដែរវារៀងវែងដែរប៉ុន្តែដោយសារខ្ញុំដាក់លឿនដែរបើតាមការថតទៅគឺវាមិននេះទេវាមិនខ្លីចឹងទេលោកគ្រូថាហ្នឹងគឺគេកូនដៃអីចឹងណាបងប្អូនគេយកអាកវិតជ័រហ្នឹងគឺកាន់ដៃហើយគឺកូរស្មុកចូលទៅក្នុងនេះហ្មងសម្រុកចូលនៅក្នុងម្សៅហ្នឹងហ្មងណាប៉ុន្តែនេះលោកគ្រូគាត់យកវែកកូរធម្មតាទេ
បើយើងកូនដែរនោះវាឆាប់ចូលជាតិជាងអញ្ចឹងណា ប៉ុន្តែអាចនឹងលើសជាតិប្រៃ ប្រៃមកពីនេះយើងកែលអញ្ចឹងណាអូខេបន្ទាប់មកចាក់ចូលពុំតាមតម្រូវការយើងហើយវាជា4មុខឲ្យវាប្រេះទៅហើយបន្ទាប់មកដាក់ដុតនៅសីតុណ្ហភាពដុតភ្លើងខាងលើយក210ហើយភ្លើងខាងក្រោម230រយៈពេល15នាទីហើយបន្ថយចុះមកវិញនៅភ្លើងខាងលើ160ហើយភ្លើងខាងក្រោម180រយៈពេល35នាទីទៅ45នាទីគឺជាការស្រេចអានេះគឺខ្ញុំនិយាយមុនរូបភាពទេ បើសិនជាយើងមានឧបករណ៍គ្រប់គេមិនមែនប្រើអាហ្នឹងទេឬលោកគ្រូថាគេប្រើពុំគេទៅបាច់ឆូតមុខវាអញ្ចឹងណាចាអញ្ចឹងអានេះដល់វាដាក់ដុតហើយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងហើយថ្ងៃហ្នឹង dark egg cake ហ្នឹងឬនំឡើងហ្នឹងគឺវាងាយស្រួលដែរប៉ុន្តែបើយើងមើលទៅថាងាយស្រួលប៉ុន្តែបើយើងធ្វើអត់ដឹងថាស្រួលឬក៏អត់ទេ អូខេ see you